ពេលនេះយើងកំពុងតែវិចខ្ចប់នៅអាចខាត់បាត់ដំបងដឹកជញ្ជូនបន្លែដែលមានជីវជាតិដូចជាស្ពៃក្តោបដូចជាម្នាស់ហើយដូចជាពងទាគឺយ៉ាងដំណើរទៅឥឡូវមានមុខងារថ្មីហើយការងារថ្មីហើយច្រកបន្លែអូចាដំណាំរៀនដូចជាប្រជាពលរដ្ឋយើងដែរប្រជាពលរដ្ឋយើងកាប់ដំណាំកាប់ដីដាំដំណាំហើយយើងក៏ចេះច្រកបន្លែផ្លែឈើហើយភោគផលរបស់បងប្អូនយើងទៅជូនបងប្អូនវិញទៅជាជំនួយរបស់បងប្អូនយើងវិញដែរចាជាមុខងារមួយដ៏ល្អរបស់ដំណាំរៀនរបស់យើងនៅខេត្តបាត់ដំបងសូមអរគុណថ្មីម្ដងទៀតខ្ញុំឈ្មោះមូសុខួរខ្ញុំជាអ្នកតំណាងរាស្ត្រឥឡូវនេះនៅឃុំរកាស្រុកសង្កែខេត្តបាត់ដំបងអញ្ចឹងនៅថ្ងៃនេះខ្ញុំសូមជម្រាបបងប្អូនថាថវិកាដែលបានមកគឺបានមកពីចលនាស្ត្រីគណៈបកសង្គ្រោះជាតិនៅឯប្រទេសនៅឯសហរដ្ឋអាមេរិកនិងប្រទេសកាណាដាណាបងប្អូនណាហើយពេលនេះគឺជាអាហារពិសេសទី1គឺជាដូចជាសៀងដូចជាលពៅដូចជាម្នាស់អូខេចាពងទាទាំងអស់នេះគឺសុទ្ធតែយើងជ្រើសរើសយកមកជាអាហារសម្រាប់បំពន់រាងកាយរបស់បងប្អូនយើងដែលមានវីតាមីនគ្រប់យ៉ាងទាំងអស់មានអាហារដើម្បីពង្រឹងតាំងពីសរសៃខួរសរសៃបេះដូងសរសៃឈាមទាំងអស់នេះដល់ទទួលទានហូបឲ្យបានគ្រប់គ្រាន់ណាបងប្អូនណាចាហើយទី2គឺសុទ្ធតែជាផលិតផលខ្មែរយើងផលិតផលនៅឯខេត្តបាត់ដំបងរបស់យើងដែលខ្ញុំយល់ឃើញថាជាការជួយទៅដល់កសិកររបស់យើងផងដែលគាត់រកទីផ្សារលក់មិនបានណាបងប្អូនណាលើពីនេះទៅទៀតខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតខ្ញុំក៏បានជម្រាបទៅក្រសួងទៅមន្ទីរសុខាភិបាលក៏ដូចជាជម្រាបទៅឯកឧត្តមអភិបាលខេត្តថាបងប្អូនខ្វះថវិកាប្រចាំថ្ងៃខ្វះមុខរបរមែនទេបងប្អូនចាហើយបងប្អូនមិនអាចចេញពីភូមិដើម្បីរកមុខរបររកការងារឬរកទទួលទានបានដូចមុនទេយ៉ាងហោចណាស់ក្នុងមួយរយៈនេះអត់ហ៊ានទៅណាទេមែនទេបងប្អូនបើសិនជាលះបង់បងប្អូននៅពេលនេះត្រឹមតែដល់នៅឆ្នាំមេរោគត្រឹមប៉ុណ្ណឹងបងប្អូនមិនអាចរឹងមាំបានភ្លាមទេមែនទេបងប្អូនសូមឲ្យក្រសួងសេដ្ឋកិច្ចយកថវិការបស់ជាតិដើម្បីសងបំណុលចំនួនបងប្អូនបងប្អូនទៅខ្ចីចិនពីណាខ្ញុំមិនដឹងទេសងអត់បានទេណាប៉ុន្តែបើខ្ចីជាផ្លូវការពីអនុទានភូមិក្តីអនុទានអមរិតក្តី AC Lida ក្តី AMK ក្តី World Vision Fund ក្តីគឺពួកអង្គការទាំងនោះគេសហការជាមួយនឹងរដ្ឋាភិបាលដូច្នេះរដ្ឋាភិបាលការជជែកជាមួយគេវិញហើយសងចំនួនបងប្អូនយល់យ៉ាងម៉េចដែរចាអរគុណចាំដើម្បីកុំឲ្យនៅយូរណាបងប្អូនខ្ញុំដឹងបងប្អូនហៀវហើយបងប្អូនមានការលំបាកហើយខ្ញុំនឹងចាប់ដើមសូមឲ្យអ៊ំខំអ្នកហៅឈ្មោះឲ្យពួកខ្ញុំនៅចែកតាមឯនោះណាបងប្អូនណាអរគុណនេះកុំមកមួយណាថាយើងហ៎1.5នេះយកហើយ